ដល់ស្រុកខ្មែរភ្លាមគឺបងប្អូនគាត់ទិញគៀវកន្លែង24យ៉ាំនឹងយកមកឲ្យញ៉ាំគៀវកន្លែងហ្នឹងគឺឆ្ងាញ់ហើយអត់ទលាន់ទេអ្នកទាំងអស់គ្នានៅភ្នំពេញណាហើយគៀវនេះគឺខ្ញុំយកពីភ្នំពេញមកដល់សៀមរាបហើយដាក់ចូលទូកកព្រោះគេមានលក់របៀបបកកអញ្ចឹងណាហើយនេះគឺជាគៀវកអ្នកទាំងអស់គ្នាយកមកគ្រាន់តែចំហុយឬមួយក៏ដាក់ស្ងោរដាំទឹកក្តៅហើយយើងដាក់ស្ងោររហូតដល់ផុយមកយកមកជ្រលក់ទឹកជ្រលក់ដែលគេដាក់ឲ្យមកគឺឆ្ងាញ់ហើយអត់ទលាន់ទេហើយគៀវនេះគឺមានរសជាតិខុសៗគ្នាវាមានពណ៌ខុសគ្នាហ្នឹងគឺរសជាតិខុសគ្នាទាំងអស់សម្រាប់គៀវនេះគឺខ្ញុំដាំទឹកឲ្យពុះហើយខ្ញុំដាក់វាបង់ចូលទៅក្នុងទឹកពុះហ្នឹងព្រោះខ្ញុំខ្ជិលចំហុយទៅយូរដោយសារតែគៀវយើងកកហើយនៅរឹងដល់ពេលអញ្ចឹងដាក់ចូលទឹកក្តៅអញ្ចឹងគឺលឿនជាងសម្រាប់គៀវនេះគឺយើងដាំទឹកឲ្យពុះសិនទៅហើយយើងបង់វាចូលមកហើយបន្ទាប់មកយើងកូរវាបន្តិចមកកុំឲ្យជាប់នៅបាតឆ្នាំងយើងដាក់ចូលស្ងោរវាមួយសន្ទុះមកគឺវាទន់ហើយអញ្ចឹងយើងអាចយកវាមកញ៉ាំបានហើយយើងទិញគៀវហ្នឹងគឺគេមានឲ្យទឹកជ្រលក់មកជាមួយហើយអញ្ចឹងយើងមានបាក់ធ្វើអីទេគ្រាន់តែដាក់ស្ងោរវារហូតដល់ទន់ផុយមកគឺយើងអាចយកមកញ៉ាំជាមួយទឹកស៊ីអ៊ូវដែលគេឲ្យយើងហើយនេះគៀវដែលបានធ្វើរួចគឺទន់ហ្មងអ្នកទាំងអស់គ្នានេះមើលហើយគៀវនេះញ៉ាំអត់ទលាន់ទេគេដាក់បន្លែ2 3រសជាតិរសជាតិវាខុសៗគ្នាស្រស់តែប៉ុណ្្នឹងមកគឺយើងអាចយកញ៉ាំបានហើយ